មួយជើងចេញពីឧបទៅ3ឧបសម្រាប់ការធ្វើដំណើរពីកំពតទៅកាន់កោះរ៉ុងគឺឬក៏រ៉ុងសឡឹមឬក៏ត្រឡប់មកវិញអញ្ចឹងឃើញថាភ្ញៀវទេសចរយើងគឺបានកើនច្រើនឡើងមែនទែនបងប្អូនអញ្ចឹងបងប្អូនបានកក់សំបុត្រទូកហើយនៅសម្រាប់ចូលឆ្នាំខ្មែរខាងមុខនេះបើសិនជានៅទេសូមធ្វើការរុះរាន់កក់ឡើងបងប្អូនតិចក៏អត់តាន់គេគឺភ្ញៀវកាន់តែកើនច្រើនឡើងហើយបងប្អូនអញ្ចឹងបងប្អូនអាចធ្វើការកក់សំបុត្រទុកជាមុនងាយស្រួលពួកយើងត្រៀមឧបដើម្បីដឹកជញ្ជូនបងប្អូនទៅលេងកម្សាន្តតាមបណ្ដាកោះរ៉ុងឬក៏កោះរ៉ុងសន្លឹមហើយសម្រាប់ទីតាំងឡើងឧបគឺងាយស្រួលរកមែនទែនបងប្អូនខ្ញុំនឹងដាក់ location នៅក្នុង comment ខាងក្រោមនេះអញ្ចឹងបងប្អូនអាចចូលទៅមើលទីតាំងឡើងឧបបានហើយដូចឃើញក្នុងវីដេអូនេះអញ្ចឹងបងប្អូនគឺថាភ្ញៀវទេសចរគឺកើនច្រើនឡើងមែនទែនក្នុងការធ្វើដំណើរតភ្ជាប់ពីកំពតទៅកាន់កោះរ៉ុងនិងរ៉ុងសន្លឹមណាជាមួយនឹងក្រុមហ៊ុនទូក GTVC Speedboat ហើយមួយវិញទៀតនៅពេលដែលយើងចូលឧបមកហ្នឹងក៏មានខាងកង់3សមាគមដែរកង់3ខ្មែរយើងសមាគមគេនៅចាំទទួលយើងនៅហ្នឹងអញ្ចឹងក្នុងមួយជើងតែ$4ទេបងប្អូនគឺតម្លៃធូរថ្លៃមែនទែនគឺជួយសម្រួលទៅដល់បងប្អូនភ្ញៀវទេសចរដែលគាត់មានទីតាំងឆ្ងាយពីកន្លែងចំណតឧបហ្នឹងណាអញ្ចឹងយើងអាចធ្វើដំណើរជាមួយនឹងកង់3ខ្មែរបានខាងសមាគមគេគិតតែមួយជើង$4ទេគឺតម្លៃទាបសមរម្យមែនទែនអញ្ចឹងគឺងាយស្រួលជួយសម្រួលដល់ភ្ញៀវទេសចរបានច្រើនអត់ត្រូវចំណាយថវិកាបន្ថែមច្រើនអីទេយើងចំណាយមួយជើងតែ$4អញ្ចឹងគឺកាន់តែងាយស្រួលបងប្អូនអញ្ចឹងនៅចាំអីទៀតកក់សំបុត្រទូកទៅលេងកោះរ៉ុងទាំងអស់គ្នាតិចក៏អត់ទាន់គេ